មកដឹងពីវិធីកែសម្រួលឃ្លាក្រោយពេលដែលយើងភ្ជាប់ចម្រៀកផ្ទាំងមុខនិងផ្ទាំងក្រោយរួចចានេះគឺជាទម្រង់ឃ្លាដែលយើងបានផ្គុំចម្រៀករួចហើយចាគឺមានទម្រង់ឃ្លាបែបនេះគឺវាអត់មូលស្អាតទេចាអញ្ចឹងវាតម្រូវឲ្យយើងធ្វើការសម្រួលវាសិនចានេះគឺជាផ្ទាំងមុខបងប្អូនមុននឹងយើងសម្រួលវាយើងត្រូវខ្ទាស់វាឲ្យស្អាតបែបហ្នឹងតើមកយើងធ្វើការសម្រួលដើម្បីសម្រួលឃ្លៀកយើងឲ្យស្អាតល្អគឺយើងត្រូវប្រើឈៀកមួយនេះបងប្អូនណាចាចាប្រសិនបើបងប្អូនមានចម្ងល់អ្វីអាច comment នៅខាងក្រោមវីដេអូបាននាងខ្ញុំរីករាយនឹងចូលទៅឆ្លើយតបរាល់ comment បងប្អូនទាំងអស់ចាអរគុណច្រើនចានេះគឺជាទម្រង់ឃ្លៀកដែលយើងគូររួចចាគឺរៀងបែបនេះតបមកយើងធ្វើការកាត់វាមកមិនកាត់ទាំងថាជាសម្រួលឃ្លៀកវាឲ្យចេញរាងមូលស្អាតចានេះគឺជាទម្រង់ឃ្លៀកផ្ទាំងមុខរបស់យើងដែលយើងបានសម្រួលរួចហើយនេះវាចេញបន្តិចយើងជាទៅអស់ហ្នឹងនេះគឺជាឃ្លៀកអាវផ្ទាំងមុខដែលយើងបានជារួចរាល់ហើយចាគឺមានទម្រង់បែបនេះចាឃើញមានភាពខុសគ្នាបងប្អូនមុនពេលជានិងក្រោយពេលជាឥឡូវយើងមកចាប់ផ្ដើមធ្វើការជាផ្ទាំងក្រោយវិញម្ដងចានេះគឺជាផ្ទាំងក្រោយរបស់យើងផ្ទាំងក្រោយបងប្អូនចាយើងធ្វើការខ្ទាស់វាឲ្យស្អាតអញ្ចឹងមកបន្ទាប់មកយើងយកនេះកលៈចង្កេះនេះដាក់ឲ្យត្រូវនឹងកលៈចង្កេះខាងមុខចាកលៈចង្កេះទាំងខាងក្រោយដាក់ឲ្យត្រូវកលៈចង្កេះទាំងខាងមុខបន្ទាប់មកយើងធ្វើការខ្ទាស់វាមកយើងមើលនេះខាងក្រោមវាស្មើគ្នាអត់ចាអញ្ចឹងខាងចុងជើងក្រោមគឺស្មើគ្នាអញ្ចឹងយើងមើលខាងលើស្មើគ្នាអត់ខាងលើអត់ស្មើទេគឺខាងក្រោយនេះគឺលើអញ្ចឹងយើងធ្វើការជាសម្រួលវាឲ្យស្មើគ្នា